សូមជំរាបសួរអ្នកខ្ញុំលីដាសូមស្វាគមន៍លោកអ្នកនាងមកកាន់កិច្ចសម្ភាសន៍ពិសេសមួយដែលនៅក្នុងថ្ងៃនេះយើងនឹងផ្ដោតជាសំខាន់ទៅលើនៅពីក្រោយសហគ្រិនស្ត្រីថាតើមានរឿងរ៉ាវអ្វីខ្លះដែលស្ត្រីនៅពេលបច្ចុប្បន្នជាពិសេសគឺសហគ្រិនទៅទៀតដែលកំពុងតែមានការមមាញឹកនៅក្នុងបំពេញកិច្ចការងាររបស់គាត់ជាការពិតណាស់យើងឃើញថាស្ត្រីនៅពេលបច្ចុប្បន្ននេះគឺត្រូវបានយកចិត្តទុកដាក់ហើយស្ត្រីក៏កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងមិនថានៅក្នុងវិស័យរដ្ឋឬក៏ឯកជននោះទេរឹតតែពិសេសទៅទៀតនៅក្នុងថ្ងៃនេះដែលកំពុងតែអង្គុយជាមួយនឹងនាងខ្ញុំនៅក្នុងថ្ងៃនេះជាស្ត្រីមួយរូបដែលបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក៏កំពុងតែមានការចាប់ផ្ដើមនៅក្នុងការស្គាល់លោកស្រីផងដែរគឺលោកស្រីនុតសំភ័រលោកស្រីនុតសំភ័រគឺជាស្ត្រីមួយរូបដែលចូលរួមចំណែកនៅក្នុងការកែច្នៃបន្លែផ្លែឈើផ្សេងយកមកធ្វើជាសាប៊ូលាងចានឬមួយក៏ជាសាប៊ូលាងសម្អាតខ្លួនដែលយើងអាចនិយាយបានថាជាគ្រឿងសម្អាតរាងកាយរបស់យើងមួយផ្នែកផងដែរអ្នកស្រីបានព្យាយាមសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីធ្វើយ៉ាងណាជួយជំរុញទៅដល់បងប្អូនប្រជាកសិករដែលពួកគាត់នៅក្នុងការដែលផលិតការដាំដុះនៅបន្លែផ្សេងឧទាហរណ៍បើសិនជាបន្លែរបស់គាត់ឬមួយក៏ផ្លែឈើរបស់គាត់មិនទទួលបានលទ្ធផលល្អនៅលើទីផ្សារក៏គាត់មិនមានការអស់សង្ឃឹមដែរដោយសារតែមានលោកស្រីនុតសំភ័រនៅពីក្រោយចាំជួយនៅក្នុងការយកនៅផលិតផលរបស់ពួកគាត់ទៅកែច្នៃដើម្បីជាប្រយោជន៍បានជាផលិតផលហើយបញ្ចេញទៅលើទីផ្សារទាំងនេះក៏ជាការរួមចំណែកមួយនៅក្នុងការចូលរួមលើកស្ទួយនៅផលិតផលក្នុងស្រុករបស់យើងអនុញ្ញាតជួបជាមួយនឹងលោកស្រីនុតសំភ័រសូមជំរាបសួរបងចាជំរាបសួរចាអនុញ្ញាតសូមហៅអ្នកបងតែម្ដងចាតាមស្រួលអូនអរគុណអ្នកបងនៅក្រៅស្អាតមែនតើអរគុណចាអរគុណអ្នកបងនៅថ្ងៃនេះយើងនឹងជជែកអំពីរឿងរ៉ាវនៅពីក្រោយជាសហគ្រិនស្ត្រីមួយរូបពីព្រោះថាជាទូទៅបើយើងនិយាយពីស្ត្រីពីចំនួនមុននោះគឺគាត់មានភាពទន់ខ្សោយច្រើនប៉ុន្តែសម្រាប់ស្ត្រីនៅពេលបច្ចុប្បន្នគឺខុសគ្នាស្រឡះគឺវាទៅតាមបរិបទទៅតាមការវិវត្តនៃសេដ្ឋកិច្ចសង្គមរបស់យើងចាអ្នកស្រីយើងឃើញថាមូលហេតុដើមតងដំបូងនោះហេតុអ្វីបានជាមានការចាប់អារម្មណ៍នៅក្នុងការចាប់យកអាជីពនៅក្នុងការកែច្នៃបន្លែផ្លែឈើផ្សេងទៅធ្វើជាសាប៊ូលាងចានក្តីទៅធ្វើជារបស់របរផ្សេងទៀតតើដំណើរដើមតងវាយ៉ាងម៉េចដែរទៅចា៎ចាអញ្ចឹងបងសូមជម្រាបព័ត៌មានត្រួសអំពីខ្លួនបងដែរចាបងឈ្មោះនុតសំភ័រដែលពីមុនមកភាគច្រើនបងប្អូននៅក្នុងទីផ្សារស្គាល់បងថាជាយីអូកាដោយសារតែបងគឺជាម្ចាស់រោងចក្រសាប៊ូអូកាដែលយើងមានវត្តមាននៅលើទីផ្សារ11ឆ្នាំហើយចាអញ្ចឹងមានថាដោយសារតែយើងមានមូលដ្ឋានមួយដែលជាកន្លែងផលិតនៅផលិតផលទាំងអស់ហ្នឹងអញ្ចឹងហើយអាចធ្វើឲ្យយើងគេហៅថាមានការវិវត្តហើយការស្រាវជ្រាវការកែច្នៃអំពីកសិផលហ្នឹងគឺជាចំណង់ចំណូលចិត្តរបស់បងតាំងពីនៅរៀនម្លេះអញ្ចឹងមុនពេលដែលយើងឬថាមានការផលិតធំដុំនេះគឺបងតែងតែមានការផលិតរួចមកហើយនៅការយកបន្លែផ្លែឈើក្នុងស្រុកយើងយកមកច្នៃធ្វើជាផលិតផលសម្រាប់ដូចជាសាប៊ូលាងមុខចាសាប៊ូដោះខ្លួនក៏អសអាចជាដើមចាប៉ុន្តែពីមុនមកការកែច្នៃទាំងអស់នោះនៅក្នុងទំហំមួយដែលយើងថាយើងអាចរកទិញបន្លែផ្លែឈើទាំងអស់នោះបានប៉ុណ្ណាគឺយើងកែច្នៃប៉ុណ្ណឹងចាអញ្ចឹងនៅពេលមួយដែលបានឃើញថានៅក្នុងស្រុកយើងសម្បូរនៅកសិផលមែនតែនចាជាចៃដន្យដែលឃើញព័ត៌មានថាកសិផលមួយចំនួនគឺมันអាចមានទីផ្សាររកទីផ្សារតាន់ពេលវេលានៃការដាំដុះឬមួយក៏ថាវាថាអនុផលសំទោសកសិផលខ្លះពេលដែលយើងយកទៅដល់ទីផ្សារហើយដូចជាមិនត្រូវស្តង់ដារឬក៏ថាខាងទីផ្សារហ្នឹងគេមិនត្រូវការអញ្ចឹងបងគាត់ថាចុះហេតុអីក៏យើងមិនច្នៃអានឹងឲ្យវាពេញលេញធំដុំទៅបើសារយើងសម្បូរចាយើងមិនថាសម្បូរទៅវត្ថុធាតុដើមហើយណាមួយបច្ចុប្បន្ននេះក៏យើងមានការគ្រប់គ្រងថាដូចបងប្អូនខ្មែរយើងក៏មានការគ្រប់គ្រងផលិតផលក្នុងស្រុកច្រើនដែរអញ្ចឹងទៅធ្វើឲ្យបងគាត់ថាយើងអត់ត្រូវចោលអ្វីដែលជាលទ្ធផលនេះថានៃការដាំដុះឬក៏ដែលថាអ្វីដែលយើងអាចដាំដុះបានផលិតបានហើយនឹងទេអញ្ចឹងបងក៏គិតថាដាច់ខាតយើងត្រូវតែកែច្នៃអ្វីដែលប្រឈមមុខនឹងការបោះបង់ចោលទាំងអស់នោះធ្វើឲ្យវាមានប្រយោជន៍វិញព្រោះថាសំខាន់ខ្លាំងណាស់ក្នុងការដែលយើងគេហៅច្នៃហើយនឹងដោយសារបងនៅក្នុងគេហៅផ្នត់កំណត់មួយដែលបងតែងតែប្រកាន់ជាប់នៅគេហៅ zero waste មានថាมันមានការចោលអ្វីឲ្យវាអត់ប្រយោជន៍ចាអញ្ចឹង
ណាមួយទៀតដោយសារតែពួកយើងមានជំនាញចាខ្លួនបងផ្ទាល់គឺបងមានជំនាញខាងស្រាវជ្រាវកែច្នៃផលិតផលហ្នឹងគឺយូរមកហើយចាដែលបងឆ្លងកាត់ការរៀនសូត្រនៅក្រៅប្រទេសបានយូរដែរចាហើយយើងក៏មានក្រុមការងារយើងមានឧបករណ៍យើងមានទីតាំងយើងមានអ្វីៗគ្រប់គ្រាន់ដែលយើងគិតថាជាពេលវេលាមួយល្អក្នុងការចាប់ផ្ដើមចាប៉ុន្តែនេះខ្ញុំចាប់អារម្មណ៍មួយពីព្រោះថាភាគច្រើនស្ត្រីភាគច្រើនហ្នឹងគឺគាត់ចាប់អារម្មណ៍នៅក្នុងការកែច្នៃបន្លែផ្លែឈើក្តីឬមួយក៏អ្វីផ្សេងហ្នឹងទៅជាគ្រឿងសម្អាងដូចជាក្រែមម្សៅឬមួយក៏ជាលេលាបខ្លួនឬមួយក៏ជា scrub ដុសសម្អាតរាងកាយក៏ប៉ុន្តែចម្លែកអ្នកបងបានកែប្រែទៅជាសាប៊ូវិញតើហេតុអីចាដោយសារតែនិយាយទៅទីមួយគឺជំនាញរបស់បងផ្ទាល់តែម្ដងហើយក៏ជាអ្វីដែលបងប្អូនផ្សេងពិបាកនឹងធ្វើដែរដោយសារតែมันមានទីតាំងมันមានឧបករណ៍ចាដូចនៅកន្លែងរបស់បងគឺយើងមានតាំងពីបន្ទប់ពិសោធន៍ដែលខ្លួនឯងផ្ទាល់ចាយើងមានឧបករណ៍យើងមានអ្វីដែលយើងត្រូវការប្រើប្រាស់ក្នុងការកែច្នៃនឹងចាហើយក្រុមការងាររបស់យើងមានក្រុមដែលថាសិស្សតកូនខ្មែរយើងដែលជាអ្នកនៅក្នុងវិស័យគីមីចាមានតាំងពីថ្នាក់ជាវិស្វកររហូតដល់ថ្នាក់បណ្ឌិតចាហើយអញ្ចឹងក្រុមការងារយើងខ្លះថែមទាំងបញ្ចប់ថ្នាក់បណ្ឌិតមកពីក្រៅចាដូចបងឯដែរចាអញ្ចឹងទៅយើងគិតថាយើងអាចធ្វើអ្វីបានលើសពីបងប្អូនអញ្ចឹងយើងគេថាយើងជាការចូលរួមចំណែកអញ្ចឹងបងប្អូននៅពេលដែលបងប្អូនធ្វើបានប៉ុណ្ណាហើយអ្វីដែលបងប្អូនធ្វើអត់បានគឺយើងបំពេញចាយើងបំពេញដើម្បីថាយើងចូលរួមទាំងអស់គ្នាពីព្រោះកម្លាំងបងតែម្នាក់ឯងឬក៏មួយក្រុមបងក៏មិនអាចធ្វើអ្វីបានច្រើនដែរចាអញ្ចឹងយើងហើយយើងក៏លេចមើលថាចំណែកណាចន្លោះណាដែលបងប្អូនដទៃទៀតធ្វើអត់ទាន់បានចាយើងមានលទ្ធភាពជាងយើងមានសមត្ថភាពជាងចាយើងធ្វើបន្ថែមចាហើយអ្វីដែលអូនមានប្រសាសន៍អត់ខុសទេការដែលយកបន្លែផ្លែឈើមកច្នៃធ្វើជារបស់របរប្រើប្រាស់នៅលើស្បែកនៅលើអីហ្នឹងគឺជារឿងមួយល្អបំផុតដោយសារតាមធម្មតាបន្លែផ្លែឈើគឺជាគេហៅថាគឺជាប្រភេទអាហារដែលទ្រទ្រង់រាងកាយយើងទ្រទ្រង់ជីវិតយើងចាហើយរាល់ផលិតផលដែលយកមកដាក់លើស្បែកនឹងក្លាយជាអាហាររបស់ស្បែកដែរចាអញ្ចឹងយើងកុំគិតថាការប្រើផលិតផលខាងក្រៅខ្លួនគឺមិនចាំបាច់គិតច្រើនចារើសអ្វីដែលល្អអ្វីដែលសុខភាពច្រើនមិនមែនទេពីព្រោះថាសំខាន់ខ្លាំងណាស់ក្នុងការរើសអ្វីដែលជាគេហៅថាផលិតផលឬក៏របស់ដែលមានសុខភាពដាក់លើស្បែករបស់យើងព្រោះយើងត្រូវដឹងថាស្បែករបស់យើងនឹងស្រូបយកអ្វីដែលយើងដាក់នៅលើហ្នឹងទៅចាបងការងារដែលអ្នកបងកំពុងតែធ្វើនេះក្រៅតែពីដើមទុនថាតើអ្វីទៅដែលជាការទាមទារចម្បងសម្រាប់ដំណើរការទៅបានមកដល់ពេលបច្ចុប្បន្នដំបូងគឺចំណេះដឹងចាចំណេះដឹងគឺចំណុចចាប់ផ្ដើមមួយប្រសិនបើទោះបីជាបងឃើញឱកាសដូចថាក្នុងការចូលរួមកែច្នៃកសិផលដ៏ល្អបែបនេះក៏ដោយបើសិនជាបងមិនមានចំណេះដឹងខាងហ្នឹងចាហើយយើងមិនមានគេហៅសមត្ថភាពលទ្ធភាពគ្រប់គ្រាន់ទេក៏យើងតើរួចដែរឧទាហរណ៍ថាដូចបងអាចយកបន្លែស្ពៃមកច្នៃក្នុងរយៈពេលប្រហែលថ្ងៃដែលឃើញលទ្ធផលឃើញអីហ្នឹងមិនមែនជារឿងចៃដន្យហើយក៏មិនមែនទេថាជារឿងបថុយប្រឋានដែរគឺដោយសារតែពួកយើងមានសមត្ថភាពពេញលេញចាហើយយើងមានឧបករណ៍យើងមានអ្វីៗគ្រប់គ្រាន់ហើយយើងក៏មានស្ថាប័នដែលពាក់ព័ន្ធដែលជាក្រសួងស្ថាប័នដែលត្រូវជួយយើងពីក្រោយខ្នងនោះទៀតចាពីព្រោះថាអ្វីដែលបងពិសោធន៍ឃើញហើយស្រាវជ្រាវឃើញហើយហ្នឹងលទ្ធផលសម្រាប់ចុងក្រោយគឺបងត្រូវបញ្ជូនទៅក្រសួងស្ថាប័នដែលពាក់ព័ន្ធដើម្បីឲ្យលោកជួយគេហៅថា certify ឲ្យយើងចាផ្ដល់នៅការអនុញ្ញាតក្នុងការផលិតក្នុងការចរាចរណ៍នៅលើទីផ្សារអីចឹងចាជំនឿថាទាំងអស់នេះគឺជាការចូលរួមច្រើនចំណែកចាគ្រាន់ថាយើងផ្ដើមចេញពីយើងមានចំណេះដឹងតមុនសិនចាចំណុចមួយទៀតយើងឃើញថាឧទាហរណ៍ដូចជាសាប៊ូស្ពៃដែលអ្នកបងផលិតឡើងអញ្ចឹងគឺជាវត្ថុធាតុដើមដែលផលិតនៅក្នុងស្រុករបស់យើងថាតើបច្ចុប្បន្ននេះគ្រប់តម្រូវការនៅក្នុងការផ្គត់ផ្គង់ផលិតហើយឬនៅឬមួយក៏យើងនៅខ្វះចន្លោះអីទៀតទេហើយវាមានបញ្ហាប្រឈមដែរទេចំពោះបញ្ហានេះសម្រាប់បរិមាណស្ពៃដែលយើងយកមកប្រើប្រាស់រាល់ថ្ងៃនេះมันខ្វះខាតទេចាមានតែលើសយ៉ាងម៉េចដែរមានថាបងទៅធ្វើការជាមួយបងប្អូនកសិករតែពីសហគមន៍អីទេចាប៉ុន្តែនៅពេលដែលបងប្អូនកសិករកន្លែងផ្សេងដែលបងប្អូនថាយកទៅផ្សារពេលខ្លះដូចថាលើសតម្រូវការទីផ្សារឬមួយក៏ថាមានសត្វល្អិតតិចឬក៏ស៊ីស្លឹកអីហ្នឹងធ្លាក់សម្រស់ឬក៏អីហ្នឹងទីផ្សារគេអត់ត្រូវការទាំងអស់ហ្នឹងគឺជាអ្វីដែលបងប្អូនត្រូវការបងជួយចាអញ្ចឹងនេះបានបងលើកថាពេលខ្លះលើតម្រូវការមានថាបងទៅចែកជាមួយបងប្អូនកសិករដែលផ្គត់ផ្គង់ឲ្យបងហ្នឹងដែលថាប
បរិមាណប៉ុន្មាននៃទីថាក្នុងមួយអាទិត្យបងទទួល5តោនចាទីហោចាហើយទីហោជាការពិតមែនប៉ុន្តែនៅពេលដែលបងប្អូនកន្លែងផ្សេងចាថាតាក់តងមកអូអ្នកគ្រូខ្ញុំមាន2រោងដែលខូចស្លឹកចាដែលខ្លោចស្លឹកឬក៏ថារួញបដូរលេងអញ្ចឹងចាដឹងថាទីផ្សារគេអត់យកឬក៏ថាតម្លៃទីបំផុតអញ្ចឹងចាអញ្ចឹងបងប្អូនតម្រូវឲ្យយើងជួយពេលហ្នឹងចាហើយមួយទៀតនោះបងតែងតែជួយជាទៀងទាត់ណាគឺសម្រាប់បងប្អូនដែលយកទៅលក់នៅលើទីផ្សារហើយសល់ត្រឡប់មកវិញចាមានន័យថាបងអត់ទៅដណ្ដើមទីផ្សារអាហារទេមានថាបងដូចជាគេហៅដូចកន្លែងសកួរមួយចាដូចកង់សកួរមួយអញ្ចឹងនៅពេលដែលបងប្អូនគេហៅថាมันមានជំរើសផ្សេងទេគឺកន្លែងបងហ្នឹងហើយអញ្ចឹងបើសិនជាអូនទៅលេងកន្លែងបងពេលល្ងាចពេលយប់នឹងឃើញមានការដឹកជញ្ជូនបន្លែស្ពៃទាំងអស់ហ្នឹងចូលមករោងចក្របងទាំងយប់ចាមានថាទាំងទីផ្សារដែលយើងលក់ហើយនៅសល់បងប្អូនលែងចោលដូចមុនហើយគឺដឹកមកកន្លែងអ្នកគ្រូស្ពៃចាគេដឹកមកកន្លែងសាប៊ូស្ពៃហើយសម្រាប់បងប្អូនដែលមានបញ្ហាដូចថានៅនឹងចំការដែលធ្លាក់សម្រស់ឬមួយក៏ថាស្ពៃតូចពេកឬក៏ធំពេកក៏គេទីផ្សារក៏អត់បានតម្លៃល្អដែរចាតូចពេកក៏ដូចថាស្ពៃរៀងក្រិតនេះហ្នឹងក៏អត់បានតម្លៃល្អដែរអញ្ចឹងដូចថាកន្លែងបងហ្នឹងជាកន្លែងមួយដែលបងប្អូនតែនិយាយថាកន្លែងយកស្ពៃទៅចោលចាជាភាសាលេងសើចប៉ុន្តែបងក៏សប្បាយចិត្តដែលបងអាចខ្លាយទៅជាកន្លែងមួយដែលបងប្អូនថាជំរើសតែត្រូវបញ្ជូនមកកន្លែងបង